សួស្តីបងប្អូនទាំងអស់គ្នានេះជា session ថ្មីបាទកន្លែងវិសាលភាពនៃការគ្រប់គ្រងប្រតិបត្តិការតាមពិតទៅបងប្អូនធ្លាប់បានឮលោកគ្រូនិយាយនៅក្នុងថ្នាក់ក៏ប៉ុន្តែមានចំណុចខ្លះដែលលោកគ្រូអាប់ដេតហើយនឹងការដាក់វីដេអូនៅលើអនឡាញបាទឬក៏មានមេរៀនដែលតម្រូវឲ្យនៅលើអនឡាញលោកគ្រូសូមចាប់ផ្ដើមចេញពីចំណុចទី3នេះដោយសង្កត់ធ្ងន់ទៅលើបាទការគ្រប់គ្រងប្រតិបត្តិការដែលរួមមានការព្យាករណ៍បាទហើយផែនការសមត្ថភាពការធ្វើតារាងពេលការគ្រប់គ្រងសន្និធិនិងការធានាគុណភាពបាទជាការចាប់ផ្ដើមបងត្រូវយល់ថាវិសាលភាពនៃការគ្រប់គ្រងប្រតិបត្តិការហ្នឹងវាជាបណ្ដុំនៃសកម្មភាពបាទឬក៏ការងារសំខាន់ដែលអ្នកគ្រប់គ្រងប្រតិបត្តិការត្រូវធ្វើជាប្រចាំបាទទាំងអស់វាមាន5បងប្អូនខ្ញុំលើកឡើងត្រួសបាទទី1គឺការព្យាករណ៍ហ្នឹងជាការប៉ាន់ស្មានអំពីតម្រូវការរបស់អតិថិជននាពេលអនាគតបាទតួនាទីកន្លែងហ្នឹងដើម្បីដឹងថាតើត្រូវផលិតទំនិញហ្នឹងចំនួនប៉ុន្មានហើយបងតែដឹងថាបើការព្យាករណ៍ខុសយើងនឹងសល់ទំនិញចោលឬក៏ក្នុងន័យមួយហៅថាខ្វះទំនិញហ្នឹងលក់នៅលើទីផ្សារបាទទី2ផែនការសមត្ថភាពហ្នឹងគឺជាការកំណត់ថាតើប្រព័ន្ធផលិតកម្មរបស់យើងអាចផលិតបានកម្រិតណាបងប្អូនអាចពិនិត្យមើលថាតើយើងមានម៉ាស៊ីនគ្រប់គ្រាន់ទេមានបុគ្គលិកកម្មករគ្រប់គ្រាន់ដើម្បីការផលិតនឹងទេបាទអញ្ចឹងដើម្បីឆ្លើយតបទៅនឹងការព្យាករណ៍ដែលបានធ្វើខាងលើបាទដែលបានលើកឡើងមុននេះបន្តិចទី3យើងហៅថាការធ្វើតារាងពេលហ្នឹងវាជាការចាត់ចែងពេលវេលាបាទលំដាប់លំដោយនៃកិច្ចការរបស់យើងត្រូវកំណត់ថាតើការងារណាត្រូវធ្វើមុនការងារណាដែលត្រូវធ្វើតាមក្រោយទៀតបាទបុគ្គលិករូបណាបុគ្គលិកណាត្រូវធ្វើការនៅម៉ោងណាហើយការធ្វើតារាងពេលហ្នឹងគឺដើម្បីឲ្យការងារដើរទៅមុខដោយរលូនហើយនឹងទាន់ពេលបាទទី4ការគ្រប់គ្រងសន្និធិបាទជាការគ្រប់គ្រងស្តុកទំនិញវត្ថុធាតុដើមទំនិញកំពុងផលិតហើយនឹងទំនិញសម្រាប់យើងធ្វើអញ្ចឹងដើម្បីធានាថាយើងមានរបស់គ្រប់គ្រាន់សម្រាប់ផលិតនិងលក់ប៉ុន្តែមិនត្រូវទុកចោលច្រើនពេកដែលនាំឲ្យមានការកកស្ទះដើមទុននោះទេកន្លែងហ្នឹងនិងចុងក្រោយគឺការធានាគុណភាពបាទការធានាគុណភាពហ្នឹងវាជាការត្រួតពិនិត្យហើយនឹងថែរក្សាឲ្យផលិតផលឬក៏សេវាកម្មមានគុណភាពល្អជានិច្ចបាទតួនាទីវាគឺបង្កើតស្តង់ដារផលិតផលហើយនឹងតាមដានដើម្បីកុំឲ្យមានផលិតផលខូចទៅដល់ដៃអតិថិជនអញ្ចឹងវិសាលភាពទាំង5ហ្នឹងគឺមានទំនាក់ទំនងគ្នាជាខ្សែសង្វាក់មុនដំបូងគឺការព្យាករណ៍ហ្នឹងប្រាប់ពីចំនួនបានយើងទៅរៀបចំផែនការសមត្ថភាពគឺសំដៅទៅដល់រៀបចំធនធានរបស់យើងបាទបន្តមកទៀតយើងទៅធ្វើតារាងពេលបាទតារាងពេលហ្នឹងដែលហៅថាចាត់ចែងការងារចេញពីតារាងពេលយើងទៅការគ្រប់គ្រងសន្និធិមើលខុសត្រូវទៅលើទំនិញនិងចុងក្រោយឈានទៅដល់ការធានាគុណភាពមើលលើភាពល្អឥតខ្ចោះបាទហើយបងប្អូនក៏អាចឧទាហរណ៍ពីក្រុមហ៊ុនពីការគ្រប់គ្រងរោងចក្របាទផលិតទឹកបរិសុទ្ធមកបញ្ជូលតាមរយៈចំណុចទី1គឺការព្យាករណ៍បាទចំណុចទី1គឺការព្យាករណ៍ដែលវាជាការប៉ាន់ប្រមាណឬក៏ប៉ាន់ស្មាន
បាទប៉ាន់ស្មានដើម្បីឲ្យរោចំនួនមួយដែលយើងនិយាយពីជាក់លាក់បាទពីតម្រូវការនេះពីអនាគតអញ្ចឹងអ្នកគ្រប់គ្រងហ្នឹងគាត់ត្រូវដឹងថាខែណាគាត់លក់ដាច់ខ្លាំងហ្នឹងលោកគ្រូឧទាហរណ៍ពីទឹកសុទ្ធក្រុមហ៊ុនផលិតទឹកសុទ្ធបាទជាឧទាហរណ៍តាមចំណាំខែចែកចូលឆ្នាំខ្មែរគឺក្តៅខ្លាំងបាទអញ្ចឹងទឹកបរិសុទ្ធលក់ដាច់ទ្វេដងឧទាហរណ៍ថាផ្អែកទៅលើទិន្នន័យឆ្នាំមុនអ្នកគ្រប់គ្រងគាត់ព្យាករណ៍ថាខែមេសាខាងមុខហ្នឹងយើងត្រូវការទឹកចំនួនបាទ 100000 កេសបើមិនព្យាករណ៍ទេដល់ពេលភ្ញៀវកំងច្រើនបាទរោងចក្ររបស់យើងគឺផលិតមិនទាន់នោះវានាំឲ្យបាត់បង់ចំណូលអាហ្នឹងទី1គឺការព្យាករណ៍ទី2បើយើងនិយាយពីផែនការសមត្ថភាពគឺវារៀបចំធនធានហើយត្រូវនឹងការព្យាករណ៍ដូចដែលយើងលើកឡើងនៅខាងដើមហ្នឹងបាទកន្លែងហ្នឹងយើងមានម៉ាស៊ីនកម្មករគ្រប់គ្រាន់សម្រាប់ផលិតទឹកសុទ្ធបាទ 100000 កេសក្នុងមួយខែដែរឬទេបើម៉ាស៊ីនបច្ចុប្បន្នរបស់យើងផលិតបានតែ 50000 កេសអញ្ចឹងអ្នកគ្រប់គ្រងទៅសម្រាប់ចិត្តថាជួលម៉ាស៊ីនបន្ថែមឬក៏យើងនិយាយថាបន្ថែមម៉ោងការងារ OT ហ្នឹងឬក៏យើងត្រូវទិញម៉ាស៊ីនថ្មីបាទនឹងទី2ទី3យើងធ្វើតារាងពេលមានថាបែងចែកកម្លាំងនិងពេលវេលាជាក់ស្ដែងដោយកំណត់ថាការងារណាត្រូវធ្វើមុនកម្មករណាធ្វើផ្លាស់ប្ដូរវេនគ្នាព្រឹកថ្ងៃយប់បាទអញ្ចឹងកំណត់ថាម៉ោង7 9ព្រឹកហ្នឹងបាទជាពេលវេលាមួយណានៃការលាងសម្អាតកំប៉ុងណាបងហើយឬក៏ដបបាទម៉ោង5ដល់ម៉ោងបន្តទៀតដែលយើងនិយាយថាម៉ោង9ដល់ម៉ោង5ល្ងាចបាទជាពេលដែលយើងច្រកទឹកនិងបិទស្លាកហើយម៉ោងបាទ5ដល់ម៉ោង7ល្ងាចវាជាពេលដែលយើងដឹកចេញទៅដេប៉ូអញ្ចឹងការធ្វើបែបនេះវាជួយឲ្យការងារមិនជាន់គ្នាហើយមានសណ្ដាប់ធ្នាប់ទី4គឺការគ្រប់គ្រងសន្និធិវាជាការគ្រប់គ្រងស្តុកបាទគឺធ្វើម៉េចកុំឲ្យខ្វះហើយនឹងក៏កុំឲ្យសល់កក់ស្ទះលុយច្រើនពេកបាទដោយសារយកលុយហ្នឹងទៅផលិតយកទៅចំណាយអញ្ចឹងយើងត្រូវមានស្តុក3ប្រភេទហើយលើកឡើងពីវត្ថុធាតុដើមដែលយើងត្រូវការសបកដបយើងត្រូវការគម្របបាទទំនិញដែលកំពុងតែផលិតហើយនឹងទំនិញសម្រាប់លោកគ្រូឧទាហរណ៍ថាបើសិនជាយើងមានគ្រប់គ្រាន់មានតែគម្របដបយើងអស់ស្តុកបាទខ្សែសង្វាក់ផលិតកម្មទាំងមូលក៏ត្រូវបញ្ឈប់ដូច្នេះអ្នកគ្រប់គ្រងក៏ត្រូវតាមដានថាពេលណាត្រូវកំងបាទដាក់ order គម្របដបហ្នឹងមកថែមហើយចុងក្រោយទី5គឺការធានាគុណភាពបាទគឺការធ្វើឲ្យអតិថិជនហ្នឹងជឿជាក់ហើយមិនប៉ះពាល់ដល់សុខភាពមានន័យថាមិនមែនផលិតបានច្រើនគឺចប់ទេតែត្រូវតែល្អដូចគ្នាទាំងអស់លោកគ្រូឧទាហរណ៍ថាក្នុងចំណោមទឹក100ដបត្រូវយក1ដបមកធ្វើតេស្តរោគមេរោគបាទឬក៏ពិនិត្យមើលថាតើការបិទស្លាកមានបញ្ហាវាចឬក៏រហែកដែរឬទេអញ្ចឹងបើមិនពិនិត្យវាអាចនាំឲ្យគុណភាពនឹងធ្លាក់ចុះហើយតែគុណភាពធ្លាក់ចុះគឺអតិថិជនគាត់នឹងឈប់ទិញហើយបាទហើយសំណួររបស់លោកគ្រូសួរថាហេតុអ្វីបានជាចំណុចទាំង5បាទចំណុចទាំង5យើងលើកឡើងការព្យាករណ៍ផែនការសមត្ថភាពការធ្វើតារាងពេលការគ្រប់គ្រងសន្និធិបាទការធានាគុណភាពនឹងបាទវាសំខាន់អញ្ចឹងលោកគ្រូផ្អែកតាមការបកស្រាយលោកគ្រូធ្វើការចែករំលែកថា5ហ្នឹងបើសិនជា OM ហ្នឹងគាត់ធ្វើការទាំង5ហ្នឹងបានល្អ business របស់យើងទទួលបានផលចំណេញខ្ពស់
បាទផលចំណេញដែលយើងហៅថា profitability ហ្នឹងបង profitability ហ្នឹងគឺការកាត់បន្ថយការខ្ជះខ្ជាយមានន័យថាមិនសល់ស្តុកចោលទេហើយអានឹងទី1ទី2គឺការបង្កើនប្រសិទ្ធភាពការងារដើរលឿនហើយវាមិនស្ទះទៀតហើយទី3ជាការបង្កើតទំនុកចិត្តបាទគុណភាពល្អជាប់ជានិច្ចបាទអញ្ចឹងលោកគ្រូចែករំលែកប៉ុណ្ណឹងហើយចាំទៅបន្តទៀតបាទ